បាទនេះជាសកម្មភាពបានពេលមកដល់ក្រោលបាទចឹងមេដែលខ្ញុំបានបង្ហាញពីថ្ងៃមុនវាក៏រោឈ្មោលបាទចឹងដាក់រួចរាល់ហើយបាទតែក្នុងការដាក់នោះអត់បានបង្ហាញពីសកម្មភាពក្នុងការដាក់ទេតែមេនោះបាទយើងនឹងទៅបង្ហាញបាទដោយវាកើតកូនហើយតែកូនវាងាប់ទៅវិញអញ្ចឹងខ្ញុំក៏បានដាក់បារួចរាល់បាទជាមួយនឹងបាទហើយបានេះក៏អឺ ជាបាប្រចាំក្រោលក៏ដូចជាសម្រាប់ដាក់ឲ្យបងប្អូននៅក្នុងភូមិផងដែរបាទអញ្ចឹងយើងនៅសល់តែមួយនេះទេបាទអញ្ចឹងទុកគ្រាន់បានជន់មេខ្លួនឯងផងក៏ដូចជាដាក់ឲ្យបងប្អូនផងបាទអញ្ចឹងចំពោះការចិញ្ចឹមគឺខ្ញុំមានបាសម្រាប់ពុតគង់ក្នុងក្រលផងហើយក៏ពុតគង់សម្រាប់បងប្អូនផងពីព្រោះថាកន្លែងយើងខាងនេះក៏មិនជាអ្នកលេងគោអីល្អអីឬក៏ផែនពូជអីណាស់ណាទេតែខ្ញុំចិញ្ចឹមនេះគឺចិញ្ចឹមបែបថាយើងអាចនឹងគ្រប់គ្រងខ្លួនឯងផ្ទាល់ក៏ដូចជាអាចជួយទៅដល់បងប្អូនទាំងអស់គ្នាហើយអ្វីដែលយើងបានបង្ហាញកន្លងមកគឺជាមួយនឹងការទិញលក់ខ្លះបាទមិនជាច្រើនទេដោយមួយរយៈកន្លងមកនេះខ្ញុំក៏លក់មិនសូវបានហើយណាមួយតាក់ទងទៅនឹងគោរៀងស្រកសាច់ផងហើយក៏មិនសូវជាសម្បូរអ្នកទិញចិញ្ចឹមដែរបាទអញ្ចឹងក៏អាចថាបានណាមួយឥឡូវនេះវាក៏ចាប់ផ្ដើមឡើងសាច់ហើយទៅវិញបាទអញ្ចឹងយើងក៏នឹងគិតថាបើសិនជាវាឡើងសាច់ច្រើនយើងនឹងវាយចេញខ្លះទៅបាទអញ្ចឹងនៅសល់សរុបទាំងតូចទាំងធំនៅតែ32ក្បាលទេសម្រាប់គូនៅក្នុងក្រោលមកពីត្រឡប់ពីវាលមកឃើញថាឆ្អែតណែនពោះតែម្ដងបាទអញ្ចឹងក៏ចំបើងក៏អស់មិនមានអីសម្រាប់ជំនួយបន្ថែមទេមានតែស៊ីពីវាលមកអញ្ចឹងបង្ហាញជាមួយនឹងមេបាទដែលយើងធ្វើការដាក់បារួចរាល់បាទអញ្ចឹងកូនរបស់វានេះងាប់បានប្រហែលជាអាចថាមួយខែកន្លះអីចឹងទៅយើងក៏បានដាក់បាតយល់ហើយនេះជាកូនស្ពាវបាទដេញអញ្ចឹងវាពាក់ម្ដងទេតែមេនេះយើងដាក់រួចរាល់បាទសម្រាប់បងប្អូនបាទដែលចង់យកទៅធ្វើពូជអាចមើលបានអញ្ចឹងខ្ញុំដាក់រួចរាល់បាទដាក់បានហើយបាទអញ្ចឹងសម្រាប់ថ្ងៃដាក់ថ្ងៃនេះបាទល្ងាចថ្ងៃពុធបាទអញ្ចឹងទី7បាទខែ5ឆ្នាំ2025បាទអញ្ចឹងពីទម្រង់មេនេះដោយបងប្អូនឃើញអញ្ចឹងបាទក្រោយពីដាក់គឺត្រង់កន្ទុយឆ្កើតតែម្ដងហើយអញ្ចឹងបងប្អូននៅក្នុង Facebook ក៏ដូចជាប្រព័ន្ធ YouTube ក៏ដូចជា Facebook Page បើបងប្អូនមានចំណាប់អារម្មណ៍បានចង់បានជាមួយមេមួយក្បាលនេះយកទៅធ្វើពូជបន្តបងប្អូនអាចទំនាក់ទំនងបានតាមលេខទូរស័ព្ទបាទ097 8978 097ឬមួយក៏បងប្អូនអាចចូលក្នុង Telegram ដែលមានលេខដូចគ្នាមួយក៏មកមើលផ្ទាល់នៅនឹងក្រោលដែលមានអាស័យដ្ឋានក្នុងភូមិដងរែកឃុំទីឆ្មាស្រុកថ្មពុះខេត្តបន្ទាយមានជ័យបាទអញ្ចឹងមួយរយៈកន្លងមកនេះឃើញថាពីថ្ងៃក៏យើងបានឆែកជាមួយនឹងខាងក្រសួងក៏ដូចជាមន្ទីររុក្ខាប្រមាញ់និងនេសាទបានប្រកាសបិទជាមួយនឹងសាច់នាំចូលតែបងប្អូនត្រូវចាំថាការបិទនេះមិនមែនបិទគោរស់ទេបិទតែសាច់ទេពោះគោឲ្យនាំចូលដដែលតែបើសាច់បិទសិនបាទអញ្ចឹងមិនដឹងថាធ្វើយ៉ាងណាទេបងប្អូនគួរតែបង្កើននៅការប្រុងប្រយ័ត្នរៀងខ្លួនឬក៏កាត់បន្ថយបាទការបរិភោគសាច់គោបាទអញ្ចឹងបើសិនជាគោក្នុងស្រុកវាមិនជាបញ្ហាចោតទេតែបើសិនជាគេកាប់ហើយយើងក៏អត់ដឹងថាក្នុងស្រុកនិងក្រៅស្រុកដែរព្រោះការពិនិត្យដឹងភ្នែកវាអត់ដឹងទេតតែខាងមន្ទីរពាក្យព័ន្ធគាត់មានលិខិតអនុញ្ញាតឬក៏ឲ្យបងប្អូនលក់ដូរបានហ្នឹងវាជាភាពងាយស្រួលមួយសម្រាប់យើងជាកសិករក៏ដូចជាអ្នកចិញ្ចឹមទាំងអស់គ្នាក៏ដូចជាបងប្អូនអ្នកដែលបរិភោគជាមួយនឹងសាច់គោបាទអញ្ចឹងក្នុងវីដេអូមួយនេះខ្ញុំសូមបង្ហាញជូនជាមួយមេដែលយើងធ្វើការលក់អញ្ចឹងបងប្អូនដែលចាប់អារម្មណ៍បាទអាចតាក់ទងតាមនឹងបានបាទជាចុងក្រោយខ្ញុំបាទជាកសិករជាអ្នកចិញ្ចឹមគោបាទជាអ្នកទិញលក់តិចតួចនេះបាទក៏សូមអរគុណនិងសូមគោរពលារកការតាមដានរបស់បងប្អូនតាំងពីដើមរហូតដល់ចប់បាទ